dương mình nè cả máu miền buộc lực lại cái này khô này bồn tái miền pe khác để nè ở đây lọp mẹ làm thaกระปงtập chi diêm khai từ chi mình nè tiết để bay cọp chết nè đấy rư môi co đầm bay ở sông sọp chi môi đường stong đa bao sừng cungพันยืสำนัวได้จะดอดบ่มพอนึกคือทาตาเอาไว้เต้าจีอาตในเปิดในการุณเนจีครูนไอตาการุณเนครูนไอนั้นมีในเดิมใดการุณเนจีครูนไอมันแมนมีในทาจีมันดูได้ละมันนิยมหรือก็มันควอดเป็นเดตเตโดยตัวเองวีคือจีดำนาการดอกสำคัญมวยในขนมการสกอครูนไอบันใช่ปะการตัวสกอในจำนวนครั้งจำนวนเศร้าโกการชีวิตให้นั่งเอาไว้ได้ชื่อดำเนินการเจ็ดเป็นประกอบระบอบยืงให้เวียก็บังหายยำปีพิบสมอตรองแต่การโคลนเองการุณเนอร์โดยเมียนพิบซีสังวะคณีระเวียงเอาไว้ได้ยืงกึศเอาไว้ได้ยืงเมียนอารมณ์นั่งเอาไว้ได้ยืงฝืนในอาจารย์ใบเปียมุกเซงคณีในขนมปริยากาโคคณีตีเวียก็จีการตัวโยกได้เรียนตัวโยกในพิบมันหล่ออักษรต่างลายนาได้ยืงเมียนผูกพิบมันหล่ออักษรต่างนู้เฮ้ยได้ฝืนเอายืงใครจะเจียมมันนึกพิเศษมันเนี่ยไอ้บ้านจีการูเนอร์จีครูนไอมีนสาระสำคัญมาเลยการสมัยเจดูเนอร์โดยสมอตรองจีมวยของครูนไอวีคือจีกันลึกในสกปรกเลยเจ็ดนังเลยกายบ่เยอะไอรังมอมวีประดอประโยชน์สำคัญมาจำนวนโดยจีที่มวยเก็บสงบซกระบบเลยเจ็ดในเวลายืงจียิมทัวจีเนี่ยโดยตียืงเธอจำนายทำมาโปรจีเชิญในใบดาแซนรูปเพียบมันเปิดต่างอ่อนหนังโดยเดวิ้งในเวลาเนี่ยเฮียนประจันเพียบจีครูนไอเปิดประกอบเพียบตามตั้งวีนังถือบันกันบรรทอยហើយអ្នកនឹងទទួលបាននូវភាពស្ងប់សុខនិងទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងទី2ការកសាងទំនាក់ទំនងពិតប្រាកដទំនាក់ទំនងដែលកសាងឡើងលើមូលដ្ឋាននៃភាពខ្លាំងបន្លំមិនមែនស្ថិតស្ថេរទេមានតែនៅពេលដែលអ្នកបង្ហាញភាពជាខ្លួនឯងដោយគ្មានការរារាំងទេទើបអាចតាក់ទាញមិត្តភ័ក្តិដែលគូណាដែលស្រឡាញ់និងអ្នកដែលហ៊ានទទួលអ្នកក្នុងនាមជាអ្នកពិតប្រាកដទី3ការសម្រេចចិត្តបាននៅសក្តានុពលពេញលេញប្រសិនបើអ្នករវល់តែដើរតាមគន្លងអ្នកដទៃអ្នកនឹងបាត់បង់ឱកាសនៅក្នុងការស្វែងរកនូវទេពកោសល្យនិងគោលបំណងពិតប្រាកដរបស់អ្នកការរស់នៅជាខ្លួនឯងអនុញ្ញាតឲ្យអ្នកដើរលើផ្លូវដែលកំណត់ដោយបេះដូងរបស់អ្នកខ្លួនឯងផ្ទាល់ឧបសគ្គដែលរារាំងយើងពីខ្លួនឯងពិតប្រាកដបន្ទាប់ពីបានស្វែងយល់អំពីអត្ថន័យនិងសារៈសំខាន់នៅក្នុងការរស់នៅជាខ្លួនឯងរួចមកពេលនេះយើងនឹងត្រូវប្រឈមមុខទៅនឹងការពិតតើអ្វីទៅដែលរារាំងយើងមិនឲ្យខ្លាចទៅជាខ្លួនឯងពិតប្រាកដឧបសគ្គទាំងនោះភាគច្រើនមានឫសគល់ចេញមកពីបរិយាកាសសង្គមហើយនឹងការយល់ឃើញតខ្លួនទី1គឺសម្ពាធសង្គមបានបង្កើតនៅគំរូឬក៏ស្តង់ដារមួយដែលតម្រូវឲ្យយើងត្រូវតែធ្វើដូចជារៀនចប់ផ្នែកនេះធ្វើការផ្នែកនោះរៀបការអាយុប៉ុណ្នេះឬក៏មានរបៀបស្លៀកពាក់បែបនេះបែបនោះជាដើមការភ័យខ្លាចការវិនិច្ឆ័យយើងខ្លាចថាបើយើងមិនធ្វើទៅតាមស្តង់ដារទេយើងនឹងត្រូវបានគេរិះគន់គេបដិសេធឬក៏ត្រូវបានគេមើលងាយការភ័យខ្លាចទាំងអស់នឹងហើយដែលធ្វើឲ្យយើងជ្រើសរើសនៅភាពស្ងប់ស្ងាត់ធ្វើតាមគេជាងភាពក្លាហានជាខ្លួនឯងទី2ស្រមោលអតីតកាលនិងបទពិសោធន៍មិនល្អមនុស្សជាច្រើនមិនហ៊ានបង្ហាញភាពជាខ្លួនឯងទេដោយសារតែពួកគេធ្លាប់ត្រូវបានគេសើចចំអកឬក៏ថ្កោលទោសកាលពីនៅក្មេងឬក៏នៅក្នុងទំនាក់ទំនងអតីតកាលណាមួយការបង្កើតរបាំងការពាររបួសផ្លូវចិត្តទាំងនោះបានធ្វើឲ្យយើងបង្កើតរបាំងការពារដ៏ក្រាស់មួយជំនួយខ្លួនយើងដែលបានបិទបាំងនៅចំណង់ចំណូលចិត្តឬក៏ចរិតលក្ខណៈពិតរបស់យើងដើម្បីជៀសវាងការជឿចាប់ម្ដងទៀតទី3ទម្លាប់និងតំបន់សុវត្ថិភាពការផ្លាស់ប្ដូរទាមទារកម្លាំងចិត្តនិងភាពក្លាហានពេលខ្លះយើងដឹងថាយើងកំពុងរស់នៅដោយភាពคล้ายคล้ายប៉ុន្តែយើងមិនហ៊ានផ្លាស់ប្ដូរទេព្រោះការរស់នៅក្នុងរបៀបចាស់ទោះជាមិនសប្បាយចិត្តតែនៅតែផ្ដល់ឲ្យយើងនូវអារម្មណ៍ថាសុវត្ថិភាពជំហានដំបូងឆ្ពោះទៅរកការស្វែងរកអត្តសញ្ញាណពិតការរស់នៅជាខ្លួនឯងពិតជាការធ្វើដំណើរមិនមែនជាគោលដៅដែលទៅដល់ភ្លាមៗទេនេះគឺជាជំហានដំបូងសំខាន់ដែលត្រូវអនុវត្តទី1ធ្វើកិច្ចការផ្ទៃក្នុងសួរសំណួរដល់ខ្លួនឯងដើម្បីស្ដាប់ខ្លួនឯងត្រូវចាប់ផ្ដើមនិយាយជាមួយនឹងខ្លួនឯងតើអ្វីដែលខ្ញុំពិតជាពេញចិត្តធ្វើនៅពេលដែលគ្មាននរណាម្នាក់មើលខ្ញុំកុំគិតពីប្រាក់ចំណូលឬក៏យោបល់គេតើខ្ញុំចង់ឲ្យអ្នកដទៃនិយាយអ្វីពីខ្ញុំបើខ្ញុំលែងមានវត្តមានទៅនេះវាបង្ហាញអំពីតម្លៃស្នូលរបស់ខ្លួនឯងតើអ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថារស់រវើកនិងមានន័យបំផុតសម្រាប់ជីវិតខ្ញុំទី2បែងចែករវាងសម្លេងខ្លួនឯងនិងសម្លេងសង្គមតែងតែនិយាយថា
ត្រូវតែឬក៏មិនត្រូវទេយើងអាចរៀនសម្គាល់ថាតើគំនិតដែលជំរុញអ្នកគឺជាបំណងប្រាថ្នាពិតរបស់អ្នកឬគ្រាន់តែជាកាតព្វកិច្ចដែលដាក់ដោយអ្នកដទៃការយល់ដឹងទាំងនេះវានឹងជួយឲ្យអ្នកដកខ្លួនចេញពីការរំពឹងទុករបស់គេទី3បោះជំហានតូចៗដោយភាពក្លាហានចាប់ផ្ដើមបង្ហាញនៅចំណង់ចំណូលចិត្តឬក៏ទស្សនៈពិតរបស់អ្នកនៅក្នុងកលៈទេសៈតូចៗជាមុនសិនឧទាហរណ៍ស្លៀកពាក់តាមរបៀបដែលអ្នកពេញចិត្តបំផុតទៅហាងកាហ្វេហ៊ាននិយាយថាទេចំពោះការអញ្ជើញដែលអ្នកមិនចង់ទៅចាប់ផ្ដើមចំណាយពេលជាមួយចំណង់ចំណូលចិត្តដែលអ្នកលាក់បាំងដូចជាការគូររូបឬក៏ការសរសេរជាដើមបន្ទាប់ពីយើងបានស្គាល់អំពីឧបសគ្គដែលរារាំងយើងជំហានបន្ទាប់គឺការកសាងមូលដ្ឋានគ្រឹះនៃភាពក្លាហាននិងការរៀនការពារខ្លួនឯងពីសម្ពាធផ្នែកខាងក្រៅយុទ្ធសាស្ត្រអនុវត្តដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯងទំនុកចិត្តគឺជាកម្លាំងជំរុញដ៏សំខាន់បំផុតនៅក្នុងការហ៊ានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់យើងទំនុកចិត្តមិនមែនកើតឡើងដោយឯងទេប៉ុន្តែត្រូវការកសាងតាមរយៈការអនុវត្តទី1បញ្ឈប់ការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃដឹងពីការពិតមនុស្សដែលអ្នកមើលឃើញនៅលើបណ្ដាញសង្គមគឺជារូបភាពដ៏ល្អឥតខ្ចោះដែលពួកគេចង់ឲ្យអ្នកឃើញប៉ុណ្ណោះគ្មាននរណាម្នាក់បង្ហាញពីភាពបរាជ័យឬក៏ភាពលំបាករបស់ពួកគេទេផ្ដោតទៅលើដំណើរផ្ទាល់ខ្លួនជំនួសឲ្យការប្រៀបធៀបចូលប្រៀបធៀបខ្លួនឯងនៅថ្ងៃនេះជាមួយនឹងខ្លួនឯងកាលពីថ្ងៃម្សិលមិញវិញផ្ដោតទៅលើការរីកចម្រើនតិចតួចប្រចាំថ្ងៃរបស់ខ្លួនឯងទី2និយាយជាមួយខ្លួនឯងដោយវិជ្ជមានជំនួសពាក្យរិះគន់នៅពេលដែលគំនិតអវិជ្ជមានលេចឡើងឧទាហរណ៍ខ្ញុំគ្មានសមត្ថភាពទេយើងអាចជំនួសដោយប្រយោគពិតនិងវិជ្ជមានវិញឧទាហរណ៍ថាខ្ញុំបានខិតខំអស់ពីលទ្ធភាពហើយខ្ញុំនឹងរៀនពីកំហុសមួយនេះទទួលស្គាល់ស្នាដៃតូចតាចត្រូវតែរំលឹកខ្លួនឯងជារៀងរាល់ថ្ងៃអំពីសមិទ្ធផលតូចៗដែលយើងបានធ្វើមិនថាជាការក្រោកពីព្រលឹមទាន់ពេលការបញ្ចប់កិច្ចការឬក៏ការជួយអ្នកដទៃទេទី3បង្កើតទម្លាប់នៃការថែទាំខ្លួនឯងរូបរាងកាយនិងចិត្តគឺស្មើគ្នានៅពេលដែលអ្នកមានអារម្មណ៍ល្អអ្នកនឹងមានទំនុកចិត្តកាន់តែខ្លាំងត្រូវតែរក្សាការគេងឲ្យបានគ្រប់គ្រាន់ហាត់ប្រាណហើយនឹងបរិភោគអាហារដែលមានសុខភាពល្អភាពថ្លៃថ្នូរខាងក្រៅការស្លៀកពាក់ការតុបតែងខ្លួនតាមរបៀបដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាល្អបំផុតមិនមែនជាអ្វីដែលអ្នកដទៃនិយាយថាល្អទេរបៀបដោះស្រាយដោយភាពឆ្លាតវៃជាមួយនឹងអ្នករិះគន់ការរស់នៅជាមួយខ្លួនឯងជាមិនផុតពីការរិះគន់ទេព្រោះសកម្មភាពរបស់អ្នកគឺខុសប្លែកពីគេហើយរបៀបដែលយើងឆ្លើយតបនឹងហើយគឺជាគន្លឹះទី1កំណត់ព្រំដែនរវាងការរិះគន់ដែលស្ថាបនាហើយនិងការរិះគន់ដោយវិនិច្ឆ័យការរិះគន់ដោយស្ថាបនាគឺផ្ដោតទៅលើសកម្មភាពហើយនិងលទ្ធផលរបស់អ្នកដោយមានគោលបំណងចង់ឲ្យអ្នកប្រសើរឡើងហើយរបៀបដែលយើងឆ្លើយតបគឺស្ដាប់ដោយបើកចិត្តយកចំណុចណាដែលត្រឹមត្រូវមកកែលម្អការរិះគន់ដោយការវិនិច្ឆ័យផ្ដោតទៅលើបុគ្គលិកលក្ខណៈឬភាពជាអ្នករបស់អ្នកដោយមានគោលបំណងចង់បន្ទាបតម្លៃអ្នកដទៃប្រើបច្ចេកទេសឆ្លើយតបដោយភាពស្ងប់ស្ងាត់នៅពេលដែលមាននរណាម្នាក់គេធ្វើការរិះគន់អ្នកដោយមិនសមហេតុផលអ្នកអាចប្រើប្រយោគខ្លីៗដែលបង្ហាញអំពីភាពរឹងមាំរបស់អ្នកខ្ញុំយល់ពីទស្សនៈរបស់អ្នកប៉ុន្តែខ្ញុំពេញចិត្តចំពោះការសម្រេចចិត្តរបស់ខ្ញុំបានពិចារណារួចហើយអរគុណសម្រាប់យោបល់ខ្ញុំសូមរក្សាគំនិតរបស់ខ្ញុំឲ្យនៅដដែលហើយខ្ញុំសង្ឃឹមថាអ្នកនឹងគ្រប់វាជ្រើសរើសបរិយាកាសដែលទ្រទ្រង់យើងត្រូវហ៊ុំព័ទ្ធខ្លួនឯងជាមួយនឹងមនុស្សណាដែលទទួលយកយើងជាយើងលើកទឹកចិត្តយើងឲ្យមានការរីកចម្រើនហើយមិនព្យាយាមកែប្រែឬក៏បន្ទាបតម្លៃរបស់យើងនៅពេលដែលយើងចាប់ផ្ដើមរស់នៅដោយភាពស្មោះត្រង់ជាមួយនឹងខ្លួនឯងមនុស្សមួយចំនួនប្រហែលជាបាត់បង់ពីជីវិតរបស់យើងហើយវាជារឿងល្អទេព្រោះយើងកំពុងតែទុកចន្លោះសម្រាប់ទំនាក់ទំនងដែលមានគុណភាពជាងមុនទី1ភាពស្មោះត្រង់វាគឺជាមូលដ្ឋានគ្រឹះឈប់ធ្វើពុតជាយល់ស្របនឹងមិត្តភ័ក្តិឬក៏ដៃគូរបស់អ្នកទៅនៅពេលដែលអ្នកមិនយល់ស្របការបង្ហាញទស្សនៈពិតរបស់អ្នកដោយមានការគោរពគឺជាការចាប់ផ្ដើមនៃទំនាក់ទំនងដែលមានភាពស្មោះត្រង់បំផុតហើយនឹងស៊ីជម្រៅចែករំលែកភាពងាយរងគ្រោះហ៊ានបង្ហាញពីភាពងាយរងគ្រោះរបស់អ្នកដូចជាការនិយាយអំពីការភ័យខ្លាចឬក៏កង្វល់របស់អ្នកភាពងាយរងគ្រោះគឺជាស្ពានដែលភ្ជាប់ទំនាក់ទំនងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតទី2គោរពព្រំដែនផ្ទាល់ខ្លួនការគោរពជាខ្លួនឯងទាមទារឲ្យអ្នកយល់ថាអ្នកជានរណានិងអ្វីដែលអ្នកអាចទទួលយកបានឬមិនអាចទទួលយកបាននៅក្នុងទំនាក់ទំនងណាមួយកំណត់ពាក្យថាទេឲ្យបានច្បាស់លាស់ត្រូវចេះនិយាយថាទេចំពោះសំណុំពរឬក៏ការរំពឹងទុករបស់នរណាម្នាក់ដែលបំពានទៅលើពេលវេលាធម៌ពលឬក៏គោល
ការផ្ទាល់ខ្លួនរបស់យើងពន្យល់អំពីតម្រូវការត្រូវប្រស្រ័យទាក់ទងដោយស្ងប់ស្ងាត់និងច្បាស់លាស់អំពីតម្រូវការរបស់យើងឧទាហរណ៍ខ្ញុំពេញចិត្តនឹងអ្នកប៉ុន្តែខ្ញុំត្រូវតែមានពេលវេលាផ្ទាល់ខ្លួននៅថ្ងៃចុងសប្តាហ៍ដើម្បីបញ្ចូលថាមពលទី3បោះបង់ទំនាក់ទំនងដែលធ្វើឲ្យអ្នកនឿយហត់នៅពេលដែលទំនាក់ទំនងណាមួយធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកត្រូវតែផ្លាស់ប្ដូរខ្លួនឯងឬក៏បាត់បង់ថាមពលយើងអាចពិចារណាបោះបង់វាចោលទៅទំនាក់ទំនងពិតប្រាកដគួរតែលើកស្ទួយមិនមែនទាញយើងឲ្យចុះក្រោមទេដើម្បីរស់ជាខ្លួនឯងយើងត្រូវតែមានត្រីវិស័យផ្ទាល់ខ្លួនដែលដឹកនាំការសម្រេចចិត្តរបស់យើងហើយនិងគោលការណ៍ជីវិតរបស់យើងគោលការណ៍ជីវិតវាគឺជាអ្វីដែលសំខាន់បំផុតសម្រាប់យើងដូចជាភាពស្មោះត្រង់សេរីភាពគូសារឬក៏ការរីកចម្រើនជាដើមយើងអាចស្វែងយល់តម្លៃស្នូលរបស់យើងទី1អ្នកអាចស្វែងរកតម្លៃស្នូលរបស់អ្នកចូលចំណាយពេលដើម្បីឆ្លើយសំណួរនេះបើខ្ញុំមានតែ3ពាក្យប៉ុណ្ណោះដែលអាចកំណត់អត្ថន័យនៃជីវិតដ៏ល្អឥតខ្ចោះរបស់ខ្ញុំតើពាក្យទាំងអស់នោះមានន័យខ្លះឧទាហរណ៍ភាពច្នៃប្រឌិតយុត្តិធម៌សុខភាពទី2ប្រើគោលការណ៍ទាំងនោះដើម្បីសម្រេចចិត្តនៅពេលដែលយើងធ្វើការសម្រេចចិត្តធំយើងអាចយោងទៅលើគោលការណ៍របស់យើងឧទាហរណ៍បើគោលការណ៍របស់យើងគឺសេរីភាពហើយយើងទទួលបានការងារដែលចំណាយខ្ពស់តែតម្រូវឲ្យយើងធ្វើការពេញ24ម៉ោងតើការងារនោះវាស្របទៅនឹងគោលការណ៍ជីវិតរបស់យើងដែរឬទេការសម្រេចចិត្តដែលផ្អែកទៅលើគោលការណ៍នឹងធ្វើឲ្យយើងមានការសោកស្ដាយតិចបំផុតទី3ធ្វើសកម្មភាពឲ្យស៊ីសង្វាក់នឹងតម្លៃរបស់អ្នកការរស់នៅជាខ្លួនឯងគឺជាការរស់នៅដោយមានភាពស៊ីសង្វាក់គ្នាអ្វីដែលយើងនិយាយគឺត្រូវតែស៊ីជាមួយនឹងអ្វីដែលយើងគិតនិងអ្វីដែលយើងធ្វើនៅពេលដែលយើងធ្វើតាមគោលការណ៍ជីវិតផ្ទាល់ខ្លួនយើងនឹងមានអារម្មណ៍ថាខ្លួនឯងពេញលេញនិងមានភាពរឹងមាំផ្ទៃខាងក្នុងរបស់យើងការរស់នៅជាខ្លួនឯងមិនមែនជាគោលដៅដែលនៅចុងបញ្ចប់នៃផ្លូវនោះទេប៉ុន្តែវាគឺជារបៀបនៃការដើរទៅលើផ្លូវនោះតែម្ដងភាពជោគជ័យដ៏អស្ចារ្យបំផុតមិនមែនជាការក្លាយទៅជាមនុស្សល្អឥតខ្ចោះនោះទេប៉ុន្តែជាការក្លាយទៅជាខ្លួនឯងពិតប្រាកដទី1ភាពមិនល្អឥតខ្ចោះវាគឺជាអំណោយទទួលយកការបរាជ័យមនុស្សទាំងអស់គ្រប់រូបមានកំហុសឆ្គងការរស់នៅជាខ្លួនឯងគឺមិនអនុញ្ញាតឲ្យខ្លួនឯងធ្វើខុសរៀនពីវាហើយបន្តដំណើរទៅមុខដោយមិនបាច់លាក់បាំងឬក៏ស្ដីបន្ទោសឲ្យខ្លួនឯងហួសហេតុពេកទេភាពពិសេសរបស់ខ្លួនឯងចំណុចខ្សោយឬភាពប្លែករបស់អ្នកគឺជារបស់តែមួយគត់ដែលធ្វើឲ្យអ្នកក្លាយទៅជាអ្នកសូមទទួលយកភាពខុសប្លែកពីគេនោះហើយកែច្នៃវាទៅជាអំណោយដ៏ពិសេសមួយទី2រស់នៅក្នុងពេលបច្ចុប្បន្នការដែលយើងខ្វល់ខ្វាយអំពីយោបល់អ្នកដទៃវាតែងតែមានទំនាក់ទំនងទៅនឹងការភ័យខ្លាចនៅពេលអនាគតគេនឹងគិតអ្វីពីយើងឬក៏ការសោកស្ដាយអំពីអតីតកាលផ្ដោតលើអេរិយាបថថ្ងៃនេះអាចសួរខ្លួនឯងថាតើខ្ញុំបានធ្វើអ្វីមួយដែលស្របទៅតាមគោលការណ៍ជីវិតរបស់ខ្ញុំនៅថ្ងៃនេះហើយឬនៅការរស់នៅដោយស៊ីសង្វាក់គ្នានៅក្នុងពេលបច្ចុប្បន្នវាគឺជាសេរីភាពដ៏អស្ចារ្យបំផុតនៅក្នុងជីវិតផងយើងទី3ភាពស្ងប់សុខកើតចេញពីភាពស៊ីសង្វាក់គ្នានៅពេលដែលចិត្តឬក៏ពាក្យសម្ដីនិងទង្វើរបស់អ្នកស្របជាមួយនឹងអត្តសញ្ញាណពិតរបស់អ្នកយើងនៅទទួលបាននូវសន្តិភាពខាងក្នុងដែលគ្មានអ្វីអាចអង្គុយបានឡើយទោះបីជាពិភពលោកជុំវិញមានភាពវឹកវរក៏ដោយដើម្បីបន្តដំណើរទៅមុខយើងត្រូវតែរក្សានៅទម្លាប់ទាំងនេះធ្វើលំហាត់ប្រាណស្គាល់ខ្លួនឯងជាប្រចាំឆ្លៀតពេលរៀងរាល់ខែឬក៏រៀងរាល់ត្រីមាសដើម្បីសរសេរកំណត់ហេតុឬក៏ពិនិត្យមើលគោលការណ៍ជីវិតរបស់យើងឡើងវិញថាតើវាបានផ្លាស់ប្ដូរដែរឬទេបន្តរៀនសូត្រនិងរីកចម្រើនការរស់នៅជាខ្លួនឯងមិនមែនមានន័យថាជាប់គាំងនោះទេខ្លួនឯងពិតប្រាកដរបស់អ្នកគឺត្រូវតែរីកចម្រើនឥតឈប់ឈរអាចហ៊ានទទួលយកចំណេះដឹងថ្មីៗនិងបទពិសោធន៍ថ្មីៗចងចាំពីគោលបំណងធំត្រូវចាំថាការរស់នៅជាខ្លួនឯងគឺជាការផ្ដល់នូវតម្លៃដ៏ពិសេសពិតប្រាកដរបស់អ្នកទៅកាន់ពិភពលោកគ្មាននរណាម្នាក់អាចផ្ដល់អ្វីដែលអ្នកអាចផ្ដល់បានឡើយរស់ជាខ្លួនឯងគឺជាការធ្វើដំណើរដ៏អស្ចារ្យបំផុតដែលអ្នកអាចធ្វើទៅបានសូមរស់នៅដោយមានភាពក្លាហាននិងស្មោះត្រង់ហើយត្រូវចងចាំថាអ្នកបានកើតមកដើម្បីក្លាយទៅជាមនុស្សពិតប្រាកដម្នាក់មិនមែនជាសម្ោររបស់អ្នកដទៃនោះទេសូមអបអរសាទរចំពោះភាពជាខ្លួនឯងជាចុងក្រោយខ្ញុំសង្ឃឹមថាអត្ថបទទាំងនេះបានផ្ដល់នូវការយល់ដឹងហើយនិងការលើកទឹកចិត្តទៅដល់បងប្អូនទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅក្នុងវីដេអូបន្តទៀត